Chấm điệp số bông bồnទាំងអស់គ្នាបងប្អូនច្បាស់ជាដឹងហើយថារន្ទះវាកាច់ប៉ុណ្ណាហើយបងប្អូនដឹងទេថាមូលហេតុអ្វីបានមានរន្ទះថ្ងៃនេះខ្ញុំនឹងមកបកស្រាយពីមូលហេតុអ្វីដែលបណ្ដាលឲ្យមានរន្ទះនិងរបៀបការពារបាតុភូតធម្មជាតិគឺជារឿងដែលមនុស្សយើងគ្រប់គ្នារមែងចង់ដឹងចង់ឮព្រោះពេលខ្លះវាអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ផែនដីជាពិសេសករណីរញ្ជួយដីខ្យល់ព្យុះនិងរន្ទះបាញ់ដែលគេតែងតែជួបច្រើនបំផុតបងប្អូនសម្គាល់បានហើយពីមួយឆ្នាំទៅមួយឆ្នាំគឺតែងតែមានគ្រោះថ្នាក់ដោយធម្មជាតិគឺរន្ទះបាញ់ពេលដែលរដូវភ្លៀងមកដល់ជាពិសេសគឺពេលដែលកំពុងភ្លៀងរលឹមឃើញព័ត៌មានចុះផ្សាយយហោហែតាក់ទងនឹងការបាត់បង់ជីវិតដោយគ្រោះថ្នាក់រន្ទះបាញ់នេះឯងជាទូទៅនៅក្នុងពពកមានផ្ទុកបន្ទុកអគ្គិសនីវិជ្ជមាននិងអវិជ្ជមានហើយឧស្សាហទាំងពីរនេះត្រូវបានញែកដាច់ពីគ្នាដោយសារចរន្តខ្យល់ព្រោះប្រសិនបើពួកវាប៉ះគ្នាគឺនឹងបង្កើតជាកម្លាំងផ្ទុះនៃអគ្គិសនីដែលបងប្អូនឃើញដូចជាភ្នែកបន្ទោលជះមកឆ្វាចមានលឺផ្គររន្ទះអីជាដើមហ្នឹងបងប្អូនសាកសម័យមើលគ្រាន់តែខ្សែភ្លើងចរន្តដែលតបោះរត់ភ្លើងរត់ធំហ្នឹងប៉ះគ្នាដែលគេកំពុងតែធ្វើថតបងប្អូនមើលហ្នឹងលន់ជ្រៀកហើយចុះហ្មងតែបន្ទុកដោយធម្មជាតិមានកម្លាំងមហិមាតើបងប្អូនសម័យមើលតើចរន្តភ្លើងនឹងខ្លាំងប៉ុណ្ណាទីយងវិជ្ជមានដែលមាននៅក្នុងពពកនឹងធ្លាក់មកផែនដីតាមដំណក់ទឹកភ្លៀងហើយបន្ទុកអគ្គិសនីវិជ្ជមានដែលចេញពីផ្ទៃដីឬអាគារនានានឹងបង្ហើរទៅប៉ះអេស្យុងអវិជ្ជមាននោះវានឹងបង្កើតជាបាតុភូតរន្ទះដែលអ្នកគ្រប់គ្នាតែងតែគិតថារន្ទះបាញ់ចេញពីពពកតែផ្ទុយទៅវិញគឺកើតឡើងពីក្រោមនោះទេដូចនេះហើយទៅពេលខ្លះគេឃើញមានរន្ទះបាញ់តែកន្លែងដែលធ្លាប់បាញ់ពីព្រោះទីនោះជាតំបន់បំភាយបន្ទុកអគ្គិសនីវិជ្ជមានយ៉ាងខ្លាំងដោយឡែកសម្រាប់វិធីការពារបញ្ជៀសមិនឲ្យមានរន្ទះបាញ់គឺគេអាចប្រើជាឧបករណ៍បច្ចេកវិទ្យាទំនើបមួយចំនួនតែវិធីងាយនិងចំណាយតិចប្រសិនបើសម្រាប់ផ្ទះធម្មតាគឺអាចធ្វើការដាំបង្គោលដែកក្នុងដីជម្រៅសមាមាត្រណាមួយហើយភ្ជាប់ទៅដែកមួយទៀតលើដំបូលដើម្បីឲ្យម៉ាស់ពីក្នុងដីជួយបញ្ជៀសសាយភាយបន្ទុកអគ្គិសនីបច្ចុប្បន្នព្រោះបច្ចេកវិទ្យាកាន់តែទំនើបបង្គោលអង់តែននៃក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរគមនាគមន៍តែងបំពាក់ឧបករណ៍បញ្ជិះរន្ទះដែលពេលនេះជាមូលហេតុដែលបង្ករន្ទះតែងតែកើតមានជាលំដាប់តាមតំបន់វាលដែលមានដីក្តៅបាទនេះគឺជាមូលហេតុដែលបង្កឲ្យមានរន្ទះបងប្អូនតែងតែឃើញថាបាញ់មកពីលើតាមពិតវាជះពីក្រោមទៅវិញទេបាទហើយនេះគឺជារបៀបការពារសម្រាប់បងប្អូនដែលនៅតាមស្រុកស្រែជនបទដែលយើងមានផ្ទះមួយល្មមយើងអាចធ្វើតាមវិធីនេះបានណាដែលខ្ញុំបានប្រាប់ពីខាងលើនេះឯងមួយវិញទៀតបងប្អូនមានឆ្ងល់ដែរទេថាតើហេតុអ្វីបានជាមានពូលាន់ពេលខ្លះផ្ទៃមេឃប្រមូលផ្ដុំដោយពពកខ្មៅរួចទុះចេញសូរសំឡេងយ៉ាងខ្ទរមួយចំហៀងមេឃសូរបែបនេះដែលយើងហៅថាគោលាន់ការបញ្ចេញសូរសំឡេងនិងបន្លឺដោយបន្ទុកអគ្គិសនីផ្ទុយគ្នានេះអាចកើតឡើងរវាងពពកនិងពពកនិងដើមឈើឬពពកនិងផែនដីជាដើមនេះបើតាមសៀវភៅផែនដីវិទ្យាមូលហេតុដែលបង្កឲ្យមានគោលាន់ឥឡូវនេះយើងមកដឹងអំពីមូលហេតុអ្វីដែលបង្កឲ្យមានទឹកភ្លៀងឬក៏ភ្លៀងធ្លាក់ទឹកភ្លៀងកើតឡើងដោយសារតែរំហួតនៃចំហាយទឹកកើតចេញជាពពកហើយពពកធ្វើបំលាស់ប្ដូរទៅជាដំណក់ទឹករួចដំណក់ទឹកទាំងនោះក៏មានទម្ងន់ធ្ងន់បន្តិចម្ដងរហូតធ្លាក់មកលើផែនដីក្លាយជាភ្លៀងតាមធម្មតាដំណក់ទឹកភ្លៀងធំមានវិជ្ជមាត្រអង្កត់ផ្ចិតរហូតដល់3មីលីម៉ែត្រពេលខ្លះភ្លៀងមានដំណក់តូចល្អិតហើយធ្លាក់ហុយតាមខ្យល់មានសន្តានដូចផ្សែងគេហៅភ្លៀងបែបនេះថារលឹមរយស្បៃនៅក្នុងរដូវក្តៅមានពេលខ្លះភ្លៀងធ្លាក់យ៉ាងខ្លាំងហាក់ដូចគំរាមធម្មជាតិទាំងឡាយ
ជាមួយនឹងខ្យល់បក់មកទៀតផងពេលខ្លះទៀតភ្លៀងលាយព្រិលមានដំណក់ធំមានរយៈពេលវែងដែលគេកំណត់ថាភ្លៀងធំទាំងអស់នេះគឺជាមូលហេតុដែលបង្កឲ្យមានភ្លៀងខ្យល់គោរន្ទះជាដើមតើបងប្អូនយល់យ៉ាងម៉េចដែរចំពោះអត្ថបទមួយនេះសូមខមមិនខាងក្រោមវីដេអូអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះចាំជួបគ្នានៅវីដេអូប្លែកៗថ្មីៗជាច្រើនទៀតអរគុណជម្រាបលា